xa videoធ្វើមួយឈីមួយមុនគឺផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនតើនៅពេលឥឡូវគឺខ្ញុំមកធ្វើមួយឈីម្ដងទៀតប៉ុន្តែធ្វើ snow ស្លឹកកញ្ឆាយម្ដងហើយមួយឈីស្អីគេ snow ស្លឹកកញ្ឆាយប៉ុន្តែខ្ញុំថាលេងទេតាមពិតថ្ងៃនេះគឺខ្ញុំមកធ្វើនំកញ្ឆាយញ៉ាំដោយសារមានកូនម្នាក់គាត់បានឲ្យស្លឹកកញ្ឆាយមកខ្ញុំគាត់កាត់នៅក្រោយផ្ទះគាត់បានច្រើនមែនតើហើយគាត់ឲ្យមកខ្ញុំទៅខ្ញុំមិនដឹងធ្វើអីខ្ញុំគាត់ថាធ្វើអាហ្នឹងទៅវាឆាប់មកឥឡូវគឺយើងមកមើលពីវិធីដែលខ្ញុំធ្វើនំកញ្ឆាយញ៉ាំទាំងអស់គ្នាដំបូងហ្នឹងគឺខ្ញុំលាងស្លឹកកញ្ឆាយហ្នឹងឲ្យស្អាតហើយខ្ញុំហាន់វាជាកណាត់ទូបន្ទាប់មកគឺខ្ញុំទៅលីងខ្ទឹមហើយនឹងយកស្លឹកកញ្ឆាយហ្នឹងទៅឆាដោយដាក់ប្រេងខ្យងម្ល៉ូភីហើយនឹងស្ករសម្ល៉ូភីហើយបន្ទាប់មកយើងកូរវាតែ2 3ត្រឡប់ទៅអាស្លឹកកញ្ឆាយហ្នឹងវាឆាប់ស្លោកទេតែប៉ុណ្្នឹងទៅគឺបានហើយយើងអាចបិទភ្លើងហើយទុកវាចោលបន្ទាប់មកគឺខ្ញុំមកលេម្សៅធ្វើនំកញ្ឆាយហ្នឹងម្ដងខ្ញុំដាក់ម្សៅតណើបមួយខាប់ម្សៅខ្សាយមួយខាប់ហើយនិងម្សៅឆាមួយខាប់បន្ទាប់មកដាក់ស្ករសម្ល៉ូភីបាយហើយនិងដាក់អំបិលម្ល៉ូភីកាហ្វេបន្ទាប់មកគឺយើងដាក់ទឹកធម្មតាហ្នឹង2ខាប់បន្ទាប់មកគឺយើងកូរទឹកហើយនិងម្សៅហ្នឹងឲ្យវាលាយចូលគ្នាឲ្យសព្វហើយចាំយើងយកម្សៅហ្នឹងទៅដាក់នៅលើឆ្នាំងកូរនៅលើភ្លើងហើយពេលដែលយើងកូរនៅលើភ្លើងហ្នឹងគឺដាក់ភ្លើងខ្សោយជាងគេបំផុតហើយកូរវារហូតនិយាយទៅកូរអត់ដកដៃហ្មងនៅពេលដែលយើងកូរយូរទៅម្សៅហ្នឹងវានឹងឡើងកករបៀបដូចខ្ញុំអញ្ចឹងហើយនិយាយទៅគឺខ្ញុំបន្តកូរវាឲ្យវាឡើងស្អិតឡើងអស់ទឹកកលីងមកនិយាយទៅឡើងស្អិតដូចនំម្សៅមួយអញ្ចឹងណានេះដូចខ្ញុំបានប៉ុណ្ណឹងគឺខ្ញុំបិទភ្លើងបន្ទាប់មកគឺយើងទុកម្សៅហ្នឹងឲ្យត្រជាក់មួយផ្លែតហើយយកមកកាត់សន្លឹកដើម្បីដាក់ខាងក្រោមនំកញ្ឆាយហ្នឹងជាធម្មតាគឺគេប្រើលឹកចេកប៉ុន្តែខ្ញុំអត់មានគឺខ្ញុំប្រើអាស្លឹកអលុយមីញ៉ូមនេះជំនួសចំពោះអាស្លឹកហ្នឹងគឺខ្ញុំបត់វាឲ្យប៉ិននំកញ្ឆាយហើយបន្ទាប់មកខ្ញុំយកប្រេងមកលាបពីលើដើម្បីកុំឲ្យពេលយើងដាក់នំកញ្ឆាយទៅវាស្អិតជាប់ហ្នឹងហើយនៅពេលដែលម្សៅយើងត្រជាក់គឺយើងត្រូវយកម្សៅឆា100នៅលើឈុញដើម្បីកុំឲ្យវាស្អិតជាមួយនឹងម្សៅហើយយកអាម្សៅដែលយើងបានកូរឲ្យវាឆ្អិនមិញហ្នឹងយកមកច្បាច់វានេះគឺយើងអត់ត្រូវចាំបាច់ញីវាច្រើនទេយើងញីបានតែបន្តិចទៅគឺកាត់វាជាដុំតូចៗល្មមដើម្បីសម្រាប់ដាក់នំកញ្ឆាយខាងក្នុងបន្ទាប់មកគឺខ្ញុំពូនវាជាដុំមូលហើយច្បាច់វាឲ្យវារៀងតប៉ែតដើម្បីដាក់ snow ស្លឹកកញ្ឆាយយើងចូលទៅខាងក្នុងចំពោះស្លឹកកញ្ឆាយហ្នឹងពេលឆាហើយគឺមានទឹកច្រើនណាស់អញ្ចឹងអ្នកអាចធ្វើមិនដើម្បីយកទឹកហ្នឹងចេញពីស្លឹកកញ្ឆាយហ្នឹងដើម្បីកុំឲ្យទឹកហ្នឹងវាចូលក្នុងនំបើមិនជាចូលក្នុងសាច់នំហ្នឹងគឺវាបែកចាហើយចំពោះការពូនឲ្យចេញជានំហ្នឹងគឺអត់ពិបាកទេអ្នកអាចមើលតាមខ្ញុំបានហើយម្សៅវាក៏អត់មានស្អិតអីញ៉ៃញ៉ៃដែរបន្ទាប់មកទៀតគឺយើងយកនំកញ្ឆាយហ្នឹងមកចំហុយប៉ុន្តែមុនចំហុយហ្នឹងគឺយើងត្រូវដាំទឹកឲ្យពុះមុនសិនហើយចាំយើងដាក់ចំហុយ15នាទីបើចំពោះខ្ញុំគឺខ្ញុំយកទៅចៀនតទៀតចឹងទៅខ្ញុំមិនបាច់ចាំឲ្យវាឆ្អិនខ្លាំងពេកទេបន្ទាប់មកគឺខ្ញុំមកធ្វើទឹកត្រីផ្អែមហ្នឹងគឺយើងយកអីមួយជាគោលយកមកវាស់50ភាក៏បានកូនចានដាក់បានឆ្មា1ស្ករ2ទឹកឆ្អិន2ហើយនិងទឹកត្រី1បន្ទាប់មកគឺយើងហាន់ខ្ទឹមហាន់ម្ទេសដាក់ទៅគឺដូចនៅកន្លែងគីឡូហើយហ្នឹងគឺនំកញ្ឆាយខ្ញុំចំហុយបានឆ្អិនហើយបន្ទាប់មកគឺខ្ញុំយកវាទៅចៀនបន្តទៀតដើម្បីឲ្យដូចគីឡូនៅស្រុកខ្មែរអញ្ចឹងនៅពេលដែលយើងចៀនឲ្យវាក្រៀមហើយគឺយើងអាចយកវាទៅញ៉ាំបានហើយពេលញ៉ាំហ្នឹងគឺស្រូបជាមួយនឹងម្ទេសបន្តិចហើយនឹងទឹកត្រីដែលយើងបានលាយមិញបន្តិចហ្នឹងគឺល្មមឆ្ងាញ់ហ្មងអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ